បាទសួស្តីអ្នកទាំងអស់គ្នាបាទដូចជាក្បាលវីដេអូដំបូងមកអញ្ចឹងឯងបងប្អូនណាថ្ងៃនេះគឺជាថ្ងៃដែលយើងកំពុងតែកាត់សក់បងប្អូនបាទនាំកូនសិស្សមកកាត់សក់ដោយសារតែសក់គាត់វែងពេកបងប្អូនបាទដូចឃើញនៅក្នុងវីដេអូអញ្ចឹងកំពុងត្រឹមហ្នឹងមិនមែនជាក្បាលវីដេអូទេបងប្អូនគឺជាចុងវីដេអូទេប៉ុន្តែខ្ញុំដាក់ background ដាក់ក្បាលវីដេអូឲ្យបងប្អូនមើលអញ្ចឹងណាបាទហើយជាដំបូងឡើយគឺខ្ញុំរៀបចំសម្ភារៈដូចជា motor អីចឹងណាសម្រាប់យកគាត់មកកាត់សក់បាទហើយសូមអធិស្ឋានមែនទែនសម្រាប់ការដោះអាវដោយសារតែខ្ញុំអត់មានសម្ភារៈគ្រប់គ្រាន់អត់មានកសែងមានអីសម្រាប់រុំទេនៅពេលដែលខ្ញុំកាត់សក់ពួកគាត់ហ្នឹងណាដោយសារតែពេលនេះគឺពេលរៀនម៉ោងនៅសាលាអញ្ចឹងបងប្អូនបាទហើយឃើញសក់របស់កូនសិស្សហ្នឹងគឺវែងក៏ខ្ញុំសម្រាប់ចិត្តថាឲ្យពួកគាត់បាទមកកាត់សក់អញ្ចឹងហើយមិនមែនកាត់បានតែម្នាក់ទេបងប្អូនថ្ងៃនេះគឺកាត់បាន2នាក់ហ្មងបងប្អូនបាទហើយដោយសារដោយខ្ញុំបានបញ្ជាក់នៅក្នុងក្បាលវីដេអូអញ្ចឹងបាទសូមអធិស្ឋានដោយសារតែមានការដោះអាវដល់អីអញ្ចឹងដោយសារតែខ្ញុំវាអត់មានកសែងសម្រាប់គ្របមានកណាត់សម្រាប់គ្របទេបងប្អូនហើយសម្រាប់សក់ក្បាលរបស់កូនសិស្សខ្ញុំម្នាក់នេះវិញបងប្អូនអើយនិយាយពីថាកាត់ទៅពិបាកកាត់មែនទែនដោយសារតែសក់គាត់ឡើងស្អិតមែនទែនបងប្អូនបាទហើយនឹងមុនកាត់ហ្នឹងឲ្យគាត់កក់សក់ទៀតហើយប៉ុន្តែអត់មានសាប៊ូឲ្យគាត់លាងឲ្យជ្រះក្អែលអញ្ចឹងនៅតែដាក់ទៅស្អិតទៀតបងប្អូនហើយនិយាយពីថាបងប្អូនហើយដឹងស្រាប់ឲ្យក្មេងៗដែលគាត់នៅតាមភូមិណាអីអ្នកក្មេងៗខ្លះតែគាត់ចេះសម្អាតខ្លួនអីចឹងទៅសម្អាតសក់ស្អាតអីចឹងទៅធ្វើឲ្យសក់ក្បាលរបស់គាត់មានដូចថាដែលមានសុខភាពល្អហើយវាអត់មានកែឬក៏អត់មានស្អិតមានខ្លាញ់មានអីចឹងប៉ុន្តែសម្រាប់កូនសិស្សខ្ញុំមួយនេះវិញបងប្អូនហើយដល់តែពេលកាត់បានដឹងថាអូហូយជួបរបស់ពិតហ្មងបងប្អូនឯស្អីក៏មានដែរបងប្អូនសក់របស់គាត់ដាក់ទៅជាប់ motor ដាក់ទៅជាប់ motor នឹងងឿងដាក់ទៅងឿងហ្មងបងប្អូនបាទហើយ motor មិនមែនអា motor ប្រើថ្មទៀតបងប្អូនបាទអា motor ប្រើភ្លើងហើយនៅតែដាក់ទៅគាំងទៀតបងប្អូនឯហើយបងប្អូនមកមើលឃើញអញ្ចឹងបងប្អូននេះដាក់ទៅស្អិតហ្នឹងបងប្អូនមិនមែនmotor បញ្ហាទេបងប្អូនគឺសក់របស់គាត់ស្អិតជាប់ទាំងជាមួយនឹងធ្មេញ motor តែហ្មងបងប្អូនបាទហើយនិយាយពីថាសក់ក្បាលរបស់កូនសិស្សខ្ញុំម្នាក់ហ្នឹងបងប្អូនអើយនិយាយថាមិនចេញទេបងអើយនៅបបាក់និយាយមកនៅពេលដែលចាប់ដើមកាត់ទៅបានដឹងថាអូគូអាណិតគាត់ខ្លាំងមកខ្លាំងមែនទែនបងប្អូនឯងដោយសារសក់ក្បាលគាត់សើតែចៃបងប្អូនឯងពងចៃឲ្យពេញហើយនិយាយពីថាមេចៃវិញអូច្រើនមែនទែនបងប្អូនឯងកាត់បដើចាប់ដើមបេះឲ្យគាត់ញិចនឹងបដើទាំងទៅដោយសារតែពេលដែលយើងកាត់ហ្នឹងវានៅខ្លីចឹងចៃវានៅជាប់នៅជាមួយនឹងស្បែកក្បាលណាវាអត់អាចរតនាកើតអញ្ចឹងក៏ចាប់ដើមបេះបដើឲ្យគាត់ញិចចឹងហ្មងបងប្អូនហើយពេលដែលខ្ញុំសួរគាត់ណាហើយនៅផ្ទះមានដែរកក់សក់អត់គាត់ថាកក់ទៅប៉ុន្តែដល់ពេលសួរម្ដងទៀតគាត់ថាម៉ាក់អស់ទិញសាប៊ូកក់សក់បងប្អូនអើយសក់គាត់ឡើងស្អិតតាត់ត្មងបងប្អូនមិនងាយទេបងប្អូនបាទហើយចឹងតាមរយៈវីដេអូនេះបាទក៏ផ្ញើជូនទៅកាន់បងប្អូនផ្សេងទៀតដែលគាត់មានកូនតូចបាទដែលគាត់មានសក់វែងបាច់ទុកឲ្យគាត់សក់វែងទេបងប្អូនឯងមនុស្សប្រុសហើយកុំឲ្យគាត់ចង់លេង style លេងអីច្រើនពេកព្រោះអីពេលខ្លះមនុស្សគេមើលមកកាន់យើងគេមិនបានមើលចិត្តគំនិតយើងទេគេមើលតែសម្បកក្រៅរបស់យើងតែឃើញថាអូកូនយើងសក់វែងអានេះណៃហូបមុខហូបមាត់អីចឹងគេថាកូនយើងសើតែក្មេងទំនើងអីចឹងហើយបងប្អូនអ្នកខ្លះអត់ទេគាត់សក់វែងសក់អីចឹងគាត់មិនមែនជាក្មេងទំនើងទេប៉ុន្តែការស្រឡាញ់របស់គាត់ប៉ុន្តែយល់ល្អគួរតែឲ្យគាត់កក់សក់ឲ្យគាត់កាត់សក់អីត្រឹមត្រូវស្អាតបានអញ្ចឹងបងប្អូនដើម្បីកុំឲ្យគេមើលមកខាងក្រៅរបស់យើងបែបនេះគេអត់ដឹងពីខាងក្នុងរបស់យើងអញ្ចឹងបងប្អូនហើយក៏ចង់បញ្ជាក់ទៅកាន់បងប្អូនម្ដងទៀតខ្ញុំមិនមែនជាងកាត់សក់ទេបងប្អូនហើយក៏មិនមែនជាអ្នកដែលបានរៀនកាត់សក់អីដែរគ្រាន់តែថាអាចចេះតិចតួចពី YouTube ផងពីក្នុងបណ្ដាញសង្គមផងដែលខ្ញុំបានមើលគេអញ្ចឹងទៅខ្ញុំអាចចេះបានហើយការដែលខ្ញុំចេះហ្នឹងមិនមែនដោយសារខ្ញុំឆ្លាតឬក៏អីទេប៉ុន្តែនេះសម្រាប់ពួកខ្ញុំជាគ្រីស្ទបរិស័ទជាគ្រីស្ទៀនគឺទាំងអស់នេះគឺជាអំណោយទានបាទគឺជាអំណោយទានដែលព្រះយេស៊ូវបានប្រទានឲ្យសម្រាប់ពួកខ្ញុំម្នាក់អញ្ចឹងពួកខ្ញុំបានប្រើប្រាស់នៅអំណោយទានទាំងអស់នោះសម្រាប់ការបម្រើសម្រាប់ការជួយទៅកាន់ក្មេងៗផ្សេងទាំងការបង្រៀនទាំងការអីអញ្ចឹងទៅដូចជាជំនាញអីផ្សេងហ្នឹងក៏យើងអាចប្រើប្រាស់សម្រាប់ពួកគាត់បានដែរដូចជាអំណោយទានមួយនេះដែលខ្ញុំចេះកាត់សក់ហ្នឹងក៏ខ្ញុំអាចប្រើនៅអំណោយទាននេះដោយក្តីស្រឡាញ់របស់ព្រះសម្រាប់ការជួយទៅកាន់ក្មេងៗក្នុងការដែលកាត់សក់ដែរហ្នឹងហើយបងប្អូនអរគ្នាវីដេអូមានតែប៉ុណ្្នឹងអរគុណសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយជម្រាបលាសូមព្រះយេស៊ូវប្រទានពរបងប្អូនទាំងអស់គ្នា